ចាសួស្តីបងប្អូនហ្វានជីទីស្លាញ់អ្នកគ្នាឥឡូវនេះយើងមកជួបគ្នាថ្ងៃទី1នៃច្បាប់90ថ្ងៃចាសូមស្វាគមន៍ណាហើយក៏រីករាយត្រេកអរជាមួយនឹងបងប្អូនដែលកំពុងតែរងចាំនៅមេរៀន90ថ្ងៃនេះផងដែរចាពីព្រោះថាវីដេអូដែលមានខ្ញុំចេញទៅទី1ហ្នឹងគឺមានបងប្អូនក៏គាំទ្រច្រើនមែនទែនគាត់ថាអ្នកគ្រូចេញមកខ្ញុំចង់រៀនចាគឺគាត់ចង់រៀនច្បាប់90ថ្ងៃនឹងយូរហើយនិយាយទៅតាំងពីខ្ញុំចែករំលែកមកប្រហែលឆ្នាំមកនេះគឺខ្ញុំអត់ដែលបានដាក់គោលដៅថាខ្ញុំនឹងចែក90ថ្ងៃទេបងប្អូនហើយមានអ្នកដែលគាត់ខមមិនមកពីមុនមកច្រើនអ្នកគាត់ថាគាត់អត់យល់ថា90ថ្ងៃនឹងស្អីគេច្បាប់90ថ្ងៃនឹងស្អីគេមេរៀន90ថ្ងៃនឹងមានអត់មានខុសអត់មានសភៅអត់អីគឺគាត់សួរច្រើនមែនទែនតែខ្ញុំនិយាយបញ្យល់គាត់តាមនឹងអញ្ចឹងណាហើយគឺខ្ញុំអត់ដែលបានចែករំលែកនៅច្បាប់90ថ្ងៃនេះទេចាឥឡូវនេះគឺខ្ញុំតាំងចិត្តមកចែក90ថ្ងៃអ្នកនរគ្នាតែម្ដងចាអូខេអញ្ចឹងថ្ងៃទី1នេះអ្វីដែលសំខាន់បំផុតគឺខ្ញុំចង់ឲ្យអ្នកនរគ្នាដឹងថាច្បាប់ស្រូបទាញគឺមិនមែនគ្រាន់តែស្ដាប់គ្រាន់តែរៀនគ្រាន់តែទៅមើលគេទៅស្ដាប់គេទៅរៀនតាមគេបានផលនោះទេលុះត្រាតែអ្នកទាំងអស់គ្នាអនុវត្តផងដែរចាច្បាប់ស្រូបទាញតម្រូវឲ្យយើងអនុវត្តផ្ទាល់ដោយខ្លួនឯងទៅទទួលបាននៅលទ្ធផលបើយើងគ្រាន់តែមើលគេចាគ្រាន់តែមើលគ្រាន់តែរៀនគ្រាន់តែស្ដាប់គឺអត់បានផលទេអ្នកទាំងអស់គ្នាអត់បានផលទេអញ្ចឹងមិនដែលមានអ្នកខ្លះថាខ្ញុំស្គាល់ច្បាប់ស្រូបទាញយូរហើយមិនក៏អត់បានផលខ្ញុំរៀនមកយូរហើយមិនក៏អត់ស្រូបអីបានអញ្ចឹងអ្នកខ្លះខ្ញុំរៀនច្បាប់ស្រូបទាញយូរទៅបំណុលច្រើនទៅលក់លេងដាច់ជីវិតពិបាកទៅអីចឹងណាការពិតមិនមែនមកពីច្បាប់ស្រូបទាញទេអ្នកនរគ្នាហើយក៏មិនមែនមកពីអ្នកចែករំលែកដែរគឺមកពីខ្លួនយើងមិនព្រមអនុវត្តយើងបានស្គាល់ហើយបានដឹងបានឮបានរៀនហើយប៉ុន្តែយើងអត់ព្រមធ្វើនេះហើយគឺជាកំហុសដ៏ធំហើយកំហុសដែលយើងមើលមិនឃើញថាមកពីវាមកពីរឿងហ្នឹងទៅយើងមិនបានផលចាអញ្ចឹងក្នុងថ្ងៃនេះខ្ញុំចង់បញ្ជាក់ឲ្យអ្នកនរគ្នាដឹងច្បាស់ថាបើសិនជាអ្នកនរគ្នាចង់រៀនច្បាប់ស្រូបទាញឲ្យទទួលបានលទ្ធផលគឺត្រូវតែធ្វើតាំងចិត្តធ្វើចាតាំងចិត្តធ្វើណាម៉ែក៏គាត់និយាយដែរកូនសិស្សគាត់ច្រើនណាស់បើរាប់ទៅរាប់ម៉ឺនអ្នកតែសួរថាអ្នកទទួលបានលទ្ធផលប្រហែល100នាក់ចាហេតុអីក៏មានអ្នករៀនហើយមិនបានផលសោះហេតុអីក៏មានអ្នករៀនហើយរត់ចោលស្រុកហេតុអីក៏មានអ្នករៀនហើយជាពាក់គេលើសដើមហេតុអីក៏មានអ្នករៀនហើយគេដោះបនបានជីវិតគេផ្លាស់ប្ដូរអ្នកខ្លះពីក្រខ្លាយទៅជាអ្នកមានអ្នកអត់ដើរដល់ផ្លូវតខ្លាយទៅជាអ្នកមានជោគជ័យគ្រប់យ៉ាងបាត់ដៃក្នុងដៃហេតុអីក៏មានពីរប្រភេទហ្នឹងចាដោយសារអីដោយសារតែអ្នកដែលគេបានផលនោះគឺជាអ្នកដែលគេរៀនឲ្យគេធ្វើឯអ្នកដែលមិនបានផលអីសោះហ្នឹងគឺដោយសារតែរៀនឲ្យមិនធ្វើតាមចាអញ្ចឹងដើម្បីចូលនៅក្នុងច្បាប់90ថ្ងៃក្នុង version 2025នេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតាំងចិត្តជាមួយនឹងខ្ញុំទាំងអស់គ្នាចាតាំងចិត្តបដិញ្ញាចិត្តនៅថ្ងៃនេះនៅវីដេអូមួយនេះថាត្រូវតែតាំងចិត្តធ្វើ 100% បើចង់រៀនច្បាប់ស្រូបទាញឲ្យទទួលបានលទ្ធផលបើចង់ឲ្យជីវិតនេះមានផ្លែផ្កាបើចង់ឲ្យជីវិតនេះទទួលបាននៅជោគជ័យដូចគេអនុវត្តទៅបានផលដូចគេគឺត្រូវតែធ្វើតាំងចិត្ត 100% អូខេតាំងចិត្ត 100% បដិញ្ញាជាមួយខ្លួនឯងបដិញ្ញានេះបើយើងនិយាយភាសាធម្មតាដូចស្បត់ចឹងចាស្បត់នឹងខ្លួនឯងបដិញ្ញាចិត្តជាមួយនឹងខ្លួនឯងចាយើងមិននិយាយដល់ពាក្យស្បត់ទេបដិញ្ញាចិត្តសូមបដិញ្ញាចិត្តថាមេរៀន90ថ្ងៃនេះខ្ញុំធ្វើឲ្យបាន 100% ខ្ញុំនឹងធ្វើគ្រប់យ៉ាងនៃមេរៀន90ថ្ងៃនេះខ្ញុំធ្វើរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅខ្ញុំធ្វើរាល់ថ្ងៃចាមេរៀនដែលរៀនហើយរៀនមកនេះពីមួយថ្ងៃទៅមួយថ្ងៃនេះខ្ញុំធ្វើរាល់ថ្ងៃខ្ញុំនៅក្នុងលូរាល់ថ្ងៃខ្ញុំអនុវត្តរាល់ថ្ងៃខ្ញុំតាំងចិត្ត 100% ថាត្រូវតែអនុវត្តឲ្យបាន90ថ្ងៃអូខេសន្យាជាមួយខ្លួនឯងបានអត់បដិញ្ញាចិត្តជាមួយខ្លួនឯងបានអត់ឲ្យធុកទេចង់ឲ្យធុកទេនៅក្នុងខុសរបស់ខ្ញុំឲ្យធុកទៀតណាអូយនិយាយរឿងខុសរបស់ខ្ញុំនេះអូយមិនដែលបានរំលឹកគ្នាសោះមិនដែលបានប្រមូលគ្នាសោះទុកគ្នាចោលឯកាដល់ហើយអ្នកណាមាននិស្ស័យទៅបានចូលចានៅក្នុងខុសរបស់ខ្ញុំថ្ងៃទី1គឺខ្ញុំឲ្យបដិញ្ញាចិត្តដែលឲ្យធុក16តសៃប្រាប់មេឃប្រាប់ដីប្រាប់ព្រះម៉ែធរណីព្រះម៉ែគង់ធាទៀតណចាអញ្ចឹងបើសិនជាអ្នកចង់ច្បាស់ឲ្យធុកក៏បានដែរឲ្យធុកចា10 3តសៃ6តសៃ9តសៃ16តសៃមួយណាក៏បានដែរចង់មួយណាមួយហ្នឹងឯងចាឲ្យច្បាស់លាស់ជាមួយខ្លួនឯងណាអានោះដូចគេហៅថាស្បត់ចឹងបដិញ្ញាចិត្ត 100% ថាខ្ញុំត្រូវតែនៅក្នុងលូខ្ញុំត្រូវតែអនុវត្តរៀនឲ្យធ្វើកុំរៀនឲ្យចោលចាស្ដាប់ហើយអត់ធ្វើស្អែកឡើងភ្លេចបាត់ស្ដាប់ហើយអត់ធ្វើស្អែកឡើងនៅតែក្រៅវិជ្ជមានដដែលនៅតែស្ថិតនៅក្នុង flow វិជ្ជមានដដែលអញ្ចឹងគឺយើងស្រូបអត់បានទេចាច្បាប់ស្រូបទាញគឺយើងជាអ្នកទាញគឺយើងជាអ្នកស្រូប
អត់មានអ្នកណាគេមកស្រូបទាញជំនួសយើងទេអញ្ចឹងយើងគឺជាអ្នកទាញយើងគឺជាអ្នកស្រូបបើសិនជាយើងមិនចេញសកម្មភាពនៃការស្រូបហើយនឹងទាញតាសួរថាយើងនឹងទទួលបានលទ្ធផលទេអត់បានលទ្ធផលទេមិនថាអ្នកនរគ្នាស្បីតែខ្ញុំអនុវត្តបានផលអត់អនុវត្តអត់បានផលនៅក្នុងលូទទួលបានលទ្ធផលល្អចេញក្រៅលូទទួលបានលទ្ធផលមិនល្អចាមិនថាកម្រិតណាអ្នកនរគ្នាស្បីតែម៉ែរួយក៏ដូចគ្នាដែរតែគាត់អត់នៅក្នុងលូតែគាត់ចេញក្រៅលូក៏គាត់ទទួលបានលទ្ធផលមិនជាល្អដែរអញ្ចឹងច្បាប់មួយនេះគឺជាច្បាប់ធម្មជាតិច្បាប់ធម្មជាតិមានន័យថាវាទៅមុខជារៀងរហូតណាចាអត់មាននៅមួយកន្លែងទេណាអត់មានថាអនុវត្តថ្ងៃហ្នឹងហើយបានផលមករហូតគឺអត់ទេគឺវាផ្លាស់ប្ដូរយប់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតពេលវេលា24ម៉ោងវិលរហូតអញ្ចឹងយើងក៏ត្រូវតែដើរដូចម៉ោងអញ្ចឹងដើរដូចពេលវេលាអញ្ចឹងដើរហ្នឹងមានថាយើងត្រូវតែអនុវត្តធ្វើរហូតដូចគ្នាអត់អាចឈប់បានទេឈប់ដូចនេះលកាបើសិនជាឈប់ស្មើនឹងខូចមែនទេមនុស្សយើងឈប់ដកដង្ហើមស្មើនឹងអីយល់ទេណាអញ្ចឹងអនុវត្តច្បាប់ស្រុកទីគ្នាដែរបើយើងធ្វើបានផលបើយើងឈប់ធ្វើឈប់បានផលអាហ្នឹងអញ្ចឹងបើតាំងចិត្តតែធ្វើហើយគឺត្រូវធ្វើជារៀងរហូតចាហើយសុខចេអូហេតុអីខ្ញុំធ្វើជារៀងរហូតអញ្ចឹងជីវិតខ្ញុំគឺត្រូវតែស្ថិតនៅក្នុងការអនុវត្តច្បាប់ស្រុកទីមែនចាបើសិនជាអ្នកនរចង់សួរបែបហ្នឹងសួរត្រឡប់ទៅខ្លួនឯងវិញថាតើយើងចង់ទទួលបានលទ្ធផលល្អរហូតឬអត់ចង់បានអ្វីដែលយើងប៉ប្រាថ្នាហ្នឹងគ្រប់យ៉ាងឬអត់បើយើងចង់គឺយើងត្រូវធ្វើរហូតតែបើយើងមិនចង់ធ្វើរហូតទេអញ្ចឹងលទ្ធផលយើងក៏តាមនឹងដែរចាលទ្ធផលក៏តាមនឹងដែរអត់មានបានធានាទេចាអ្នកណាធ្វើគឺអ្នកនឹងបានហើយអ្នកណាញ៉ាំគឺអ្នកនឹងឆ្អែតហើយច្បាប់ធម្មជាតិណាចាំណាច្បាប់ធម្មជាតិអនុវត្តច្បាប់ស្រុកទីឲ្យដូចញ៉ាំបាយមួយពេលឆ្អែតមួយពេលញ៉ាំបាយមួយថ្ងៃឆ្អែតមួយថ្ងៃមិនអាចញ៉ាំមួយថ្ងៃឆ្អែតមួយអាទិត្យទេអញ្ចឹងអនុវត្តទៅជារៀងរហូតចាប់ពីថ្ងៃនេះតទៅអូខេសន្យាមួយខ្លួនឯងមិនសន្យាមួយអ្នកណាសន្យាមួយខ្លួនឯងថាខ្ញុំត្រូវតែធ្វើឲ្យបានខ្ញុំត្រូវតែនៅក្នុងលូឲ្យបាន90ថ្ងៃខ្ញុំត្រូវតែអនុវត្តដើម្បីផ្លាស់ប្ដូរជីវិតរបស់ខ្ញុំដើម្បីប្ដូរជីវភាពរបស់ខ្ញុំដើម្បីកូនជាទីស្រ័យរបស់ខ្ញុំដើម្បីក្រុមគ្រួសារជាទីស្រ័យរបស់ខ្ញុំចាចង់បានជីវភាពទូធាចង់ឲ្យជីវិតនេះប្រសើរឡើងគឺត្រូវតែបដិញ្ញាចិត្ត 100% ហើយចាមិនអាចលេងសើចៗបានទេណាចាអញ្ចឹងថ្ងៃទី1នេះគឺឲ្យអ្នកនរគ្នាបដិញ្ញាចិត្តជាមួយខ្លួនឯងតាំងចិត្ត 100% ថារៀនធ្វើរៀនថ្ងៃហ្នឹងធ្វើថ្ងៃហ្នឹងធ្វើបន្តរហូតហាមរៀនទុកអ្នកខ្លះរៀនថ្ងៃនេះអូចាំស្អែកចាំធ្វើចាំ2ថ្ងៃទៀតចាំ3ថ្ងៃទៀតផ្លិចបដ ாய் ចាតែរៀនឲ្យទុកគឺទុកហើយអត់អាចយកមកធ្វើបានទេតែបើយើងរៀនភ្លាមធ្វើភ្លាមរៀនភ្លាមធ្វើភ្លាមវានឹងប្រតិសិនទៅរហូតហើយចាអញ្ចឹងប្រាជ្ញា 100% ជាមួយនឹងខ្លួនឯងថានឹងអនុវត្តច្បាប់ស្រូបទាញឲ្យបាន90ថ្ងៃចានៅពេលដែលអ្នកនរអនុវត្តបាន90ថ្ងៃហើយអ្នកនរនឹងមានអាវក្រោះហើយមានន័យថាយើងរឹងមាំហើយចាប្រៀបដូចជាយើងចាក់គ្រឹះរឹងមាំអញ្ចឹងចាអញ្ចឹងយើងមានគ្រឹះរឹងមាំនៃច្បាប់ស្រុកទាញហើយអញ្ចឹងខ្យល់បក់ល្មមគឺយើងអត់រលំទេចាមានព្យុះមានភ្លៀងយ៉ាងណាក៏យើងអត់ចេះរលំដែរព្រោះថាយើងមានគ្រឹះរឹងមាំអូខេយល់ទេអញ្ចឹងមិនបាច់ឆ្ងល់ថាស្អីគេ90ថ្ងៃស្អីគេ90ថ្ងៃហ្នឹងអា90ថ្ងៃហ្នឹងស្អីគេហេតុអីឲ្យអនុវត្ត90ថ្ងៃអនុវត្ត90ថ្ងៃប្រៀបដូចជាយើងចាក់គ្រឹះសសរផ្ទះយ៉ាងរឹងមាំអញ្ចឹងប្រៀបដូចជាដើមឈើដែលយើងពូនគល់វាទុកវាឲ្យចាស់អាយុអញ្ចឹងវាមានរឹសចាក់ទៅជ្រៅហើយគឺវារឹងមាំហើយអញ្ចឹងត្រូវខ្យល់ត្រូវព្យុះត្រូវភ្លៀងត្រូវផ្គរត្រូវរន្ទះមិនក៏វាអត់មានបញ្ហាដែរគឺបែបហ្នឹងណាអ្នកនរគ្នាចាគឺយើងមានគ្រឹះហើយមានគ្រឹះដ៏រឹងមាំហើយអញ្ចឹងបើពិសោធន៍មកល្មមរឿងអីបញ្ហាអីមកល្មមគឺអត់អាចកាច់បំបាក់យើងបានទេគឺយើងខ្លាចទៅជាបុគ្គលដែលរឹងមាំហើយយើងនឹងដឹងពីវិធីកែប្រែស្ថានភាពយើងនឹងដឹងពីវិធីដើម្បីទប់នៅបញ្ហាយើងនឹងដឹងពីវិធីដើម្បីកាត់បន្ថយបញ្ហាធំមកតូចពីតូចមកអត់រឿងចាវាពិសេសត្រង់ហ្នឹងណាអ្នកនរគ្នាអូខេអញ្ចឹងសន្យាណាសន្យាជាមួយនឹងខ្ញុំទាំងអស់គ្នាថាអ្នកដែលចូលរៀនក្នុងខុសមួយនេះខុសទៀតក្នុងមេរៀនមួយនេះគឺសន្យាថាអនុវត្ត90ថ្ងៃទៅរួមគ្នាហាមចេញក្រៅលូអូខេចាអញ្ចឹងថ្ងៃនេះគឺមានប៉ុណ្្នឹងទេណាតែធ្វើការសន្យាដោយខ្លួនឯងចាអរគុណជំរាបលា